ភាគច្រើនមានការខ្វាយខ្វល់រឿងរូបសម្បត្តិហើយអ្នកតូចតាចនឹងបាក់ទឹកចិត្តក្នុងការកសាងអនាគតទៀតផងរឿងសម្បត្តិទាំង4រូបសម្បត្តិចរិយាសម្បត្តិទ្រព្យសម្បត្តិនិងវិជ្ជាសម្បត្តិរូបសម្បត្តិមិនមែនជាកត្តាចម្បងក្នុងការកសាងអនាគតឬមិនមែនជាកត្តាកំណត់ជោគវាសនាឲ្យមនុស្សទេវាសនារបស់មនុស្សគឺស្ថិតនៅលើចរិយាសម្បត្តិជាចម្បងចរិយាសម្បត្តិគឺជាអរិយាបថគឺជាមាយាទអត្តចរិតអកប្បកិរិយាបុគ្គលិកលក្ខណៈដែលសម្ដែងចេញមកខាងក្រៅតាមរយៈសម្ដីសម្ដៅកាយវិការទឹកមុខសំឡេងនិងសកម្មភាពផ្សេងៗអរិយាបថនេះជាធាតុដ៏សំខាន់ក្នុងខ្លួនមនុស្សវាជាធាតុសំខាន់ជាងរូបសម្បត្តិទៅទៀតអរិយាបថជាកត្តាកំណត់នូវភាពជោគជ័យរបស់មនុស្សជោគជ័យឬបរាជ័យក្នុងជីវិតមិនមែនបណ្ដាលមកពីរូបសម្បត្តិទេគឺមកពីចរិយាសម្បត្តិនិងវិជ្ជាសម្បត្តិដូច្នេះសូមអ្នកកុំមានការព្រួយបារម្ភក្នុងរឿងរូបសម្បត្តិខ្លាំងពេកអ្វីដែលអ្នកត្រូវបារម្ភនិងយកចិត្តទុកដាក់នោះគឺចរិយាសម្បត្តិនិងវិជ្ជាសម្បត្តិនិទានរឿងអ្នកលក់ប៉េងប៉ោងមានបុរសម្នាក់ប្រកបមុខរបរចិញ្ចឹមជីវិតដោយលក់ប៉េងប៉ោងរបស់គាត់លក់នោះមានពណ៌ខុសៗគ្នាជាច្រើនដូចជាក្រហមខៀវលឿងនិងបៃតងនៅពេលគាត់លក់មិនសូវដាច់គាត់បានបង្ហោះប៉េងប៉ោងដែលពេញទៅដោយទឹកណែនដោយខ្យល់ឲ្យហោះអណ្ដែតទៅលើមេឃនៅពេលនោះក្មេងៗជាច្រើនបានឃើញប៉េងប៉ោងហោះលើអាកាសពួកវាក៏ចាប់អារម្មណ៍ចង់បានប៉េងប៉ោងយកមកលេងពួកក្មេងៗក៏បាននាំគ្នាទិញប៉េងប៉ោងរបស់គាត់ធ្វើឲ្យគាត់លក់ដាច់យ៉ាងច្រើននៅថ្ងៃក្រោយៗមកទៀតពេលគាត់លក់មិនដាច់គាត់តែងតែប្រឡែងប៉េងប៉ោងពី3ទៅលើមេឃដើម្បីឲ្យក្មេងៗចាប់អារម្មណ៍នៅថ្ងៃមួយនោះពេលដែលគាត់កំពុងលក់មានក្មេងប្រុសម្នាក់បានមកជិតគាត់ហើយទាញអង្រួនអាវគាត់ស្រាលគាត់បានងាកមកមើលជុំវិញខ្លួនឃើញក្មេងប្រុសម្នាក់សម្បល់ខ្មៅសក់រួញទាបមុខមាត់មិនស្អាតក្មេងនោះបានសួរគាត់ថាបើសិនជាពូបង្ហោះប៉េងប៉ោងពណ៌ខ្មៅតើវាអាចហោះបានឬទេលោកពូដែលយល់អំពីទឹកចិត្តក្មេងប្រុសនោះអ្នកលក់ប៉េងប៉ោងក៏ឆ្លើយយ៉ាងទន់ភ្លន់ថាកូនប្រុសប៉េងប៉ោងដែលហោះទៅលើបានវាអាស្រ័យទៅលើពណ៌នោះទេគឺវាអាស្រ័យទៅលើឧស្ម័នជំរុញឲ្យវាអាចហោះទៅបានគំនិតពិចារណាមនុស្សយើងមានវាសនាខុសគ្នាខ្លះឡើងខ្ពស់ខ្លះទាបខ្លះថ្លៃថ្នូរខ្លះថោកទាបមិនមែនមកពីរូបសម្បត្តិតសម្បល់ខាងក្រៅនោះទេគឺមកពីចរិយាសម្បត្តិនៅខាងក្នុងមនុស្សគ្រប់គ្នាប្រៀបដូចជាប៉េងប៉ោងនៅក្នុងសាច់រឿងខាងលើអញ្ចឹងគឺមនុស្សមានតូចធំខ្ពស់ទាបសខ្មៅប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេមានវាសនាខុសៗគ្នានោះគឺអាកប្បកិរិយាការគិតរបស់ពួកគេដែលប្រៀបបានដូចនឹងឧស្ម័នសម្រាប់ជំរុញឲ្យប៉េងប៉ោងហោះបានដូចនេះផងដែរអកប្បកិរិយាគឺជាពាក្យដែលមានសារៈសំខាន់បំផុតនៅក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់រូបវាសំដៅទៅលើគ្រប់ជ្រុងនៃជីវិតទាំងអស់រួមបញ្ចូលទាំងជីវិតជាឯកជននិងជីវិតជាវិជ្ជាជីវៈរបស់បុគ្គលសូមអ្នកគិតទៅមើលតើនាយកក្រុមហ៊ុនម្នាក់អាចក្លាយទៅជាអ្នកគ្រប់គ្រងដ៏ល្អនៃក្រុមហ៊ុននោះបានទេបើគ្មានឥរិយាបថល្អតើពលរដ្ឋម្នាក់អាចក្លាយជាពលរដ្ឋល្អបានទេបើសិនជាគេខ្វះឥរិយាបថដ៏ល្អនោះចុះចំណែកឪពុកម្ដាយគ្រូបង្រៀនសិស្សនិស្សិតអ្នកលក់ដូរនិយោជកអ្នករកស៊ីអាចជោគជ័យនៅក្នុងអាជីវកម្មបានទេបើសិនបើពួកគេខ្វះឥរិយាបថល្អត្រឹមត្រូវនោះមូលដ្ឋាននៃភាពជោគជ័យគឺមិនមែនពឹងផ្អែកទៅលើជំនាញដែលអ្នកជ្រើសរើសនោះទេតែផ្ដោតសំខាន់ផងដែរទៅលើឥរិយាបថដែលអ្នកបានជ្រើសរើសប្រសិនបើឥរិយាបថគឺជាកត្តាដែលគួរយកមកពិចារណានៅក្នុងភាពជោគជ័យនៃជីវិតតើអ្នកគួរបណ្ដែតបណ្ដោយដោយមិនគិតពីឥរិយាបថរបស់អ្នកឬទេតើឥរិយាបថបែបណាដែលនឹងមានឥទ្ធិពលទៅលើគោលដៅរបស់អ្នកភាពជោគជ័យដែលយើងទទួលបានគឺមិនអាស្រ័យទៅលើសម្បុរសខ្មៅទាបខ្ពស់តូចធំនោះទេតែវាអាស្រ័យទាំងស្រុងទៅលើក្លិនស្នូលខាងក្នុងនៃឥរិយាបថមនុស្សម្នាក់ចំពោះបុគ្គលិកលក្ខណៈរីករាយក្នុងខ្លួន
អ្នកត្រូវតែមានសុខភាពល្អបុគ្គលិកលក្ខណៈរីករាយផ្ដើមចេញពីសុខភាពល្អហើយសមមូលរវាងគ្នានឹងគ្នាបុគ្គលិកលក្ខណៈរីករាយកើតមកពីសុខភាពល្អហើយសុខភាពល្អកើតមកពីបុគ្គលិកលក្ខណៈរីករាយដើម្បីឲ្យអ្នកមានភាពរីករាយក្នុងជីវិតលុះត្រាតែអ្នកមានសុខភាពល្អក្នុងរាងកាយព្រោះថារាងកាយគឺជាសម្បុកនៃអារម្មណ៍តើតែមនុស្សមានសុខភាពល្អទើបគេមានអារម្មណ៍ល្អផងដែរដូច្នេះអ្នកត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អដើម្បីជាប្រយោជន៍រស់បានយូរមានសេចក្តីសុខនិងមានភាពជោគជ័យក្នុងជីវិតអ្នកត្រូវគិតវិជ្ជមានការប្រកាន់ខ្ជាប់នៅផ្នែកគំនិតវិជ្ជមានគឺជាការចាប់ផ្ដើមបង្កើតទម្លាប់វិជ្ជមានទម្លាប់នៃការគិតវិជ្ជមានគឺជាការចាប់ផ្ដើមបង្កើតបុគ្គលិកលក្ខណៈរីករាយអ្នកត្រូវធ្វើជាមនុស្សសុទិដ្ឋិនិយមដែលមើលឃើញនៅអ្វីជុំវិញខ្លួនជារឿងល្អផ្លូវល្អអាចទៅរួចនិងមានដំណោះស្រាយមានឱកាសល្អជាឱកាសថ្មីជាឱកាសមួយផ្សេងទៀតដែលអ្នកអាចចាប់យកឱកាសនេះយកមកប្រើប្រាស់យើងត្រូវចេះផ្ដោតអារម្មណ៍ចំពោះអ្វីដែលល្អនិងរំលងចោលអ្វីដែលអាក្រក់ចំពោះជីវិតគំនិតអវិជ្ជមានបានបង្កើតត្រឹមភាពសោកសៅមន្ទិលព្រួយបារម្ភការភ័យខ្លាចនិងភាពអន្តរាយចំពោះជីវិតមិនតែគំនិតវិជ្ជមានទេដែលអាចជួយយើងឲ្យមានភាពភ្លឺស្វាងមើលឃើញផ្លូវត្រឹមត្រូវឆ្ពោះទៅកាន់គោលដៅបុគ្គលិកលក្ខណៈរីករាយត្រូវបានបង្កើតឡើងតាមរយៈការប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ច្បាស់លាស់វាមិនអាចកើតឡើងដោយការប្រតិបត្តិម្ដងម្កាលនោះទេតែវាអាចកើតឡើងបានយ៉ាងល្អនៅពេលដែលប្រតិបត្តិជាប្រចាំថ្ងៃឲ្យក្លាយទៅជាទម្លាប់មានវិន័យទម្លាប់គឺជាទង្វើដែលប្រព្រឹត្តដដែលមិនថាកិច្ចការអ្វីក៏ដោយឲ្យតែយើងធ្វើជារឿយៗនោះវាគឺជាទម្លាប់ការធ្វើកិច្ចការដដែលដោយបានគិតក្តីមិនបានគិតក្តីគឺវាជាទម្លាប់សត្វធ្វើសកម្មភាពតាមគ្នាតាមសភាវគតិរបស់សត្វចំណែកឯមនុស្សគឺការចេះគិតគូរពិចារណានិងការប្រតិបត្តិជាទម្លាប់និងមានវិន័យសកម្មភាពលើកទី1លើកដំបូងគ្រាដំបូងវាគ្រាន់តែជាអំពើទង្វើដែលបានកម្រើកវាមិនទាន់ក្លាយជាទម្លាប់នៅឡើយទេលុះត្រាតែវាប្រព្រឹត្តទៅចាប់ពី2ដង3ដងឡើងទៅគេហៅថាទម្លាប់ហើយតាមបទពិសោធន៍ដែលអ្នកចិត្តវិទ្យានិងអ្នកទស្សនវិជ្ជាស្រាវជ្រាវរាល់សកម្មភាពដែលមនុស្សយើងធ្វើចាប់ពី21ថ្ងៃជាប់គ្នាធ្វើឲ្យមានទម្លាប់ស្ទាត់យ៉ាងថ្នឹកព្រោះកោសិកានៃគ្រប់សរីរាង្គរបស់មនុស្សមានភាពស៊ាំឬមានភាពថ្នឹកថ្នាំពេទ្យដដែលក្នុងបរិមាណដដែលមនុស្សលើកចូលទៅក្នុងពោះកាលណាចាប់ពី21ថ្ងៃជាប់គ្នាឡើងទៅគឺគ្មានប្រសិទ្ធភាពទេឬឥទ្ធិពលអ្វីមកលើរាងកាយឬសុខភាពរបស់មនុស្សឡើយនេះបញ្ជាក់ថាកោសិការាងកាយគឺមានភាពស៊ាំការសិក្សាជាទូទៅឃើញថាធម្មជាតិរបស់មនុស្សគឺមិនចង់មានការផ្លាស់ប្ដូរឡើយពីព្រោះរាល់ពេលមានការផ្លាស់ប្ដូរមិនស្រួលឡើយប្រសិនបើយើងមិនគិតលើផលវិជ្ជមានឬអវិជ្ជមាននោះទេការផ្លាស់ប្ដូរតែងតែធ្វើឲ្យមនុស្សមានការតក់ប្រមល់តានតឹងក្នុងអារម្មណ៍ពេលខ្លះមនុស្សមានទម្លាប់ទៅនឹងអ្វីដែលអាក្រក់ហើយបើទោះជាដឹងថាការផ្លាស់ប្ដូរនេះនឹងធ្វើឡើងឲ្យល្អវិញក៏ដោយក៏យើងនៅមិនចង់ទទួលយកការផ្លាស់ប្ដូរនោះដែរហើយទីបំផុតយើងនៅតែបន្តរស់នៅជាមួយនឹងអាកប្បកិរិយាអាក្រក់នោះដដែលមនុស្សជាច្រើនតែចង់ឲ្យអ្វីនៅជុំវិញខ្លួនមានការផ្លាស់ប្ដូរប្រសើរឡើងដូចជាចង់ឲ្យមនុស្សជុំវិញខ្លួនផ្លាស់ប្ដូរចង់ឲ្យមនុស្សជាទីស្រឡាញ់ផ្លាស់ប្ដូរចង់ឲ្យក្រុមផ្លាស់ប្ដូរចង់ឲ្យគ្រួសារផ្លាស់ប្ដូរចង់ឲ្យសង្គមជាតិផ្លាស់ប្ដូរចង់ឲ្យប្រទេសជាតិផ្លាស់ប្ដូរជាដើមក៏ប៉ុន្តែរូបគេខ្លួនឯងមិនព្រមកម្រើកខ្លួនផ្លាស់ប្ដូរអ្វីផ្ទាល់ខ្លួនគេតតែសោះបើយ៉ាងដូច្នេះតើបំណងប្រាថ្នាដែលថាចង់ឲ្យអ្វីនៅជុំវិញខ្លួននោះអាចទៅរួចដែរឬទេយើងមិនអាចផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងនៅលើពិភពលោកនេះបានទេតែយើងអាចផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងដែលមាននៅក្នុងខ្លួនរបស់យើងបាននៅពេលណាមនុស្សចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯង
នោះពិភពលោកនឹងចាប់ផ្ដើមផ្លាស់ប្ដូរដោយស្វ័យប្រវត្តិបើមិនព្រមផ្លាស់ប្ដូរខ្លួនឯងទេផែនដីនឹងកិនសម្រាប់យើងជាមិនខានប្រសិនបើយើងមិនផ្លាស់ប្ដូរខ្លួនឯងជាមុនសិននោះទេក៏មិនងាយនឹងមិនអាចផ្លាស់ប្ដូរអ្វីៗបាននោះដែរដូច្នេះដើម្បីផ្លាស់ប្ដូរពិភពលោកយើងត្រូវតែផ្លាស់ប្ដូរខ្លួនឯងជាមុនសិន